គំនិតដែលសំខាន់បំផុតមួយនៅក្នុងសៀវភៅ The One Thing ដែលសរសេរដោយ Gary Keller គឺការផ្ដោតទៅលើរឿងតែមួយគំនិតនេះស្ដាប់ទៅសាមញ្ញប៉ុន្តែវាអាចផ្លាស់ប្ដូររបៀបដែលយើងធ្វើការគិតនិងការរស់នៅក្នុងជីវិតប្រចាំថ្ងៃរបស់យើងមនុស្សភាគច្រើនតែងតែគិតថាការធ្វើការងារឲ្យមានប្រសិទ្ធភាពគឺត្រូវធ្វើអ្វីៗឲ្យបានច្រើនក្នុងមួយថ្ងៃយើងព្យាយាមបំពេញបញ្ជីការងារយ៉ាងច្រើនហើយក៏ព្យាយាមដោះស្រាយបញ្ហាជាច្រើននៅក្នុងពេលតែមួយពេលខ្លះយើងអាចមានអារម្មណ៍ថាយើងរវល់ខ្លាំងប៉ុន្តែពេញមួយថ្ងៃយើងមិនបានសម្រេចអ្វីធំដុំទាល់តែសោះនេះក៏ដោយសារតែថាមពលនិងការយកចិត្តទុកដាក់របស់យើងត្រូវបានចែកចាយទៅកាន់រឿងជាច្រើននៅពេលដែលចិត្តរបស់យើងបដូរការយកចិត្តទុកដាក់ពីការងារមួយទៅការងារមួយញឹកញាប់ពេកការគិតរបស់យើងក៏មិនអាចជ្រមុជបានជ្រៅខួរក្បាលត្រូវការពេលវេលាខ្លះដើម្បីចូលទៅក្នុងការគិតជ្រៅនិងការផ្ដោតអារម្មណ៍ពេញលេញប៉ុន្តែនៅពេលដែលយើងផ្លាស់ប្ដូរការងារញឹកញាប់យើងត្រូវចាប់ផ្ដើមវាឡើងវិញគ្រប់ពេលការធ្វើបែបនេះធ្វើឲ្យយើងខាតពេលវេលានិងចំណាយថាមពលច្រើនដោយមិនដឹងខ្លួនដូច្នេះទោះបីជាយើងធ្វើការងារច្រើនយ៉ាងណាក៏ដោយលទ្ធផលដែលទទួលបានគឺមិនមានគុណភាពឬមិនមានអត្ថន័យសម្រាប់គោលដៅធំៗក្នុងជីវិតនោះទេសៀវភៅនេះបានណែនាំសំណួរមួយដែលអាចផ្លាស់ប្ដូររបៀបគិតរបស់យើងតើរឿងអ្វីដែលសំខាន់បំផុតមួយដែលយើងត្រូវធ្វើហើយពេលដែលធ្វើវារួចហើយរឿងផ្សេងទៀតនឹងក្លាយជារឿងងាយស្រួលឬមិនចាំបាច់ត្រូវធ្វើទៀតសំណួរនេះស្ដាប់ទៅវាសាមញ្ញប៉ុន្តែវាជួយឲ្យយើងផ្អាកបន្តិចហើយគិតអំពីអ្វីដែលមានតម្លៃពិតប្រាកដក្នុងចំណោមការងារជាច្រើនដែលយើងមានតែការងារមួយប៉ុណ្ណោះដែលអាចបង្កើតលទ្ធផលធំជាងគេប្រសិនបើយើងរកឃើញការងារនោះហើយផ្ដោតលើវាជំហានតូចមួយនោះអាចធ្វើឲ្យការងារផ្សេងៗក្លាយជាងាយស្រួលមនុស្សជាច្រើនមានអារម្មណ៍ថាធុញថប់ឬសម្ពាធក្នុងការងារព្រោះពួកគេគិតថាអ្វីៗទាំងអស់សុទ្ធតែសំខាន់ពេលដែលយើងមើលឃើញការងារទាំងអស់សុទ្ធតែសំខាន់ដូចគ្នាយើងនឹងព្យាយាមធ្វើវាទាំងអស់ក្នុងពេលតែមួយប៉ុន្តែការពិតគឺការងារខ្លះមានតម្លៃតិចការងារខ្លះមានតម្លៃច្រើនការងារតូចៗជាច្រើនគ្រាន់តែធ្វើឲ្យយើងរវល់ប៉ុន្តែមិនបានជួយឲ្យយើងខិតទៅជិតគោលដៅធំៗនោះទេផ្ទុយទៅវិញមានតែការងារដែលសំខាន់មួយចំនួនប៉ុណ្ណោះដែលអាចផ្លាស់ប្ដូរទិសដៅជីវិតរបស់យើងបានដូច្នេះការរៀនស្វែងរកនិងផ្ដោតលើការងារដែលមានតម្លៃខ្ពស់បំផុតគឺជាគន្លឹះសម្រាប់ការរីកចម្រើនពិតប្រាកដការផ្ដោតលើរឿងដែលសំខាន់បំផុតតែមួយក៏ជួយឲ្យចិត្តរបស់យើងមានសុខភាពល្អជាងមុនផងដែរពេលដែលយើងព្យាយាមធ្វើអ្វីៗជាច្រើនក្នុងពេលតែមួយចិត្តរបស់យើងអាចមានភាពតានតឹងនិងច្របូកច្របល់ប៉ុន្តែពេលដែលយើងជ្រើសរើសការងារដែលសំខាន់បំផុតមួយហើយផ្ដោតលើវាចិត្តរបស់យើងនឹងមានអារម្មណ៍ស្ងប់និងមានភាពច្បាស់លាស់ពេលនោះយើងអាចគិតបានជ្រៅឃើញដំណោះស្រាយបានច្បាស់ហើយក៏អាចបង្កើតការងារដែលមានគុណភាពខ្ពស់ជាងមុនផងដែរមនុស្សជាច្រើនធ្លាប់មានបទពិសោធន៍ពេលដែលពួកគេផ្ដោតទៅលើការងារតែមួយពួកគេអាចចូលទៅក្នុងស្ថានភាពមួយដែលធ្វើឲ្យការងារដំណើរការយ៉ាងរលូនហើយពេលវេលាហាក់ដូចជាកន្លងផុតទៅយ៉ាងលឿនលើពីនេះការផ្ដោតលើរឿងសំខាន់តែមួយក៏ជួយបង្កើតវិន័យក្នុងជីវិតផងដែរពេលដំបូងវាអាចនឹងមិនមានភាពងាយស្រួលនោះទេព្រោះយើងធ្លាប់មានទម្លាប់ធ្វើអ្វីៗជាច្រើនក្នុងពេលតែមួយប៉ុន្តែពេលដែលយើងហាត់អនុវត្តវាជាបន្តបន្ទាប់វានឹងក្លាយជាទម្លាប់ថ្មីមួយរាល់ថ្ងៃបើយើងអាចផ្ដោតលើការងារសំខាន់បំផុតមួយហើយធ្វើវាឲ្យបានល្អនោះជំហានតូចៗទាំងនោះនឹងប្រមូលផ្ដុំគ្នាបន្តិចម្ដងវានឹងនាំឲ្យមានភាពរីកចម្រើនដ៏ធំមួយដែលយើងមិននឹកស្មានដល់សរុបមកគំនិតនេះបង្រៀនយើងថាជោគជ័យធំៗមិនមែនកើតឡើងពីការធ្វើអ្វីៗគ្រប់យ៉ាងក្នុងពេលតែមួយនោះទេវាកើតចេញពីការជ្រើសរើសរឿងដែលសំខាន់បំផុតមួយហើយផ្ដោតការយកចិត្តទុកដាក់ធ្វើវាជាបន្តបន្ទាប់ពេលដែលយើងឈប់ព្យាយាមធ្វើអ្វីៗគ្រប់យ៉ាងហើយចាប់ផ្ដើមផ្ដោតលើរឿងដែលមានអត្ថន័យពិតប្រាកដជីវិតរបស់យើងនឹងក្លាយជាមានភាពច្បាស់លាស់ជាងមុននិងមានទិសដៅជាងមុនជំហានតូចៗដែលយើងធ្វើជារៀងរាល់ថ្ងៃនឹងក្លាយជាគន្លឹះដែលនាំឲ្យយើងឈានទៅរកលទ្ធផលដ៏អស្ចារ្យក្នុងអនាគត